ឆ្អិនហើយបងប្អូនសម្លម្ជូរគ្រឿងឆ្អឹងជំនីគោចារសជាតិឆ្ងាញ់មែនតើហើយម្ហូបមួយមុខនេះគឺស្លតែមួយផ្លែទេឆ្អិនហើយបងប្អូនចាហើយឥឡូវនេះនេះខ្ញុំភ្លក់ជូនបងប្អូនចាអាយបងប្អូននេះស្លឆ្អឹងជំនីគោឆ្ងាញ់ឆ្ងាញ់បងប្អូនឃើញនឹងខ្ញុំភ្លក់ឲ្យបងប្អូនចង់ធ្វើញ៉ាំដែរទេចានេះគឺជាគ្រឿងផ្សំសម្រាប់ធ្វើសម្លម្ជូរគ្រឿងឆ្អឹងជំនីគោបងប្អូនសម្រាប់ឆ្អឹងជំនីនេះដែរនេះខ្ញុំទិញមក1គីឡូចានេះគឺជាគ្រឿងផ្សំសម្រាប់ធ្វើសម្លម្ជូរគ្រឿងបងប្អូនគ្រឿងផ្សំមានគល់ស្លឹកគ្រៃរំដេងស្លឹកក្រូចខ្ទឹមសខ្ទឹមក្រហមរមៀតចាស់និងម្ទេសផងដែរចាហើយនេះគឺជាប្រហុកចិញ្ច្រាំបងប្អូនចាបន្ទាប់មកមានស្ករត្នោតផងដែរចានេះគឺជាម្ទេសឆ្អើរចិញ្ច្រាំបងប្អូនចាសម្រាប់សម្លម្ជូរគ្រឿងនេះគឺនឹងខ្ញុំប្រើម្ជូរសាដាំចាបន្ទាប់មកមានអំបិលចាហើយនេះគឺជាប៊ីចេងបងប្អូនចាឥឡូវទៅរៀបរាប់រឿងគ្រឿងត្រូវនេះខ្ញុំដាក់ដាំទឹកស្រស់ឆ្អឹងជំនីគោបានពុះហើយបងប្អូនបន្ទាប់ពីទឹកពុះនឹងខ្ញុំយកឆ្អឹងជំនីគោយើងនឹងទៅស្រស់ទឹកក្តៅបងប្អូនចាស្រស់ទឹកក្តៅរួចរាល់ហើយយកទៅលាងទឹកឲ្យបានស្អាតបន្លែនេះនឹងខ្ញុំក៏មានតកួនដែរណាបងប្អូនតកួននេះគឺនឹងខ្ញុំប្រើ2ដុំបងប្អូនចាហើយមានស្លឹកកត្រួបផងដែរនេះស្លឹកកត្រួបបងប្អូនដំបងគេមានគល់ស្លឹកគ្រៃ3គល់បងប្អូនខ្ញុំយកគល់ស្លឹកគ្រៃយើងដំហ្នឹងណាបងប្អូនចាដំឲ្យគល់ស្លឹកគ្រៃយើងបែបមានទក់ចឹងហើយនឹងខ្ញុំកាត់ប្រវែងមួយឆ្នាំងដៃចាកាត់តែប៉ុណ្ណឹងមកបន្ទាប់មកខ្ទឹមចាខ្ទឹមនឹងខ្ញុំហាន់ខ្ញុំប្រើមកកូនដុំណាបងប្អូនចាសម្រាប់ល្មៀតដំទូកូនស្លឹកគ្រៃចាបន្ទាប់មកមានស្លឹកក្រូចរំដេងចាស្លឹកក្រូចនេះគឺនឹងខ្ញុំហាន់ណាបងប្អូនចាចាបន្ទាប់មកយកគ្រឿងយើងទៅបុកមុនដំបូងនឹងខ្ញុំបុករំដេងមុនបងប្អូនរំដេងដែលយើងហាន់បាននេះហ្នឹងបុកបានម៉ត់ហើយបងប្អូនដាក់គ្រឿងទាំងអស់ចូលតែម្ដងមានមៀតចាក់គល់ស្លឹករំដេងស្លឹកក្រូចខ្ទឹមសខ្ទឹមក្រហមបន្ទាប់មកធ្វើការបុកគ្រឿងទាំងអស់នេះទៀតណាបងប្អូនចាបន្ទាប់បុកបានម៉ត់ហើយនឹងខ្ញុំដាក់ម្ទេសចូលបងប្អូន3គ្រាប់ចាហើយនេះខ្ញុំបានបង្ហាញជូនបងប្អូនថារូបមន្តងាយនេះគឺយើងធ្វើគ្រឿងមិនបាច់ហាន់គល់ស្លឹកគ្រៃបងប្អូនហើយយើងបុកតែគ្រឿងដែលចាំបាច់អញ្ចឹងណាសម្រាប់គល់ស្លឹកគ្រៃយើងគ្រាន់តែដំទូកទៅហើយតែនិយាយដំទូកដល់វគ្គចំអិនតែម្ដងចាពេលដែលឆ្នាំងយើងបានក្តៅចាក់ប្រេងឆាចូលបន្តិចចាបន្ទាប់មកដាក់ម្ទេសឆ្អើរធ្វើការរំលីងម្ទេសឆ្អើរយើងឲ្យឡើងក្រហមល្អសម្រាប់ម្ទេសឆ្អើរនេះខ្ញុំប្រើកន្លះកូនចាបន្ទាប់មកដាក់គល់ស្លឹកគ្រៃដែលយើងដំទូកចូលដាក់គ្រឿងដែលយើងបានបុកមិញនឹងចូលដែរចាហើយធ្វើការរំលីងគ្រឿងយើងនឹងឲ្យបានឈ្ងុយចាបន្ទាប់ពីគ្រឿងយើងបានឈ្ងុយហើយយើងខ្ញុំចាប់ដើមដាក់គ្រឿងបន្តទៀតហើយបងប្អូនចាគ្រឿងបន្តមានប្រហុក
សម្រាប់ប្រហុកនេះនឹងខ្ញុំប្រើមួយស្ព្រាបាយធ្វើការកូររំលីងប្រហុកបានឈ្ងុយឥឡូវតែនិយាយរឿងឈ្ងុយនឹងខ្ញុំបន្ថែមទឹកចូលបន្តិចហើយបងប្អូនធ្វើការរំលីងគ្រឿងនឹងបន្តទៀតចាពេលដែលគ្រឿងបានឈ្ងុយហើយដាក់ស្ករត្នោតចូលចាសម្រាប់ស្ករត្នោតនេះប្រើមួយស្ព្រាបាយផងដែរចាបន្ទាប់មកធ្វើការរំលីងគ្រឿងរបស់យើងនឹងឲ្យបានឈ្ងុយចាបន្ទាប់ពីគ្រឿងបានឈ្ងុយនឹងខ្ញុំដាក់អំបិលមួយស្ព្រាកាហ្វេបន្ទាប់មកប្រើប៊ីចេងដែរបងប្អូនសម្រាប់ប៊ីចេងនេះគឺនឹងខ្ញុំប្រើមួយស្ព្រាកាហ្វេផងដែរចាធ្វើការរំលីងគ្រឿងទាំងអស់ហ្នឹងទាន់តែបានឈ្ងុយចាឥឡូវតែនិយាយរឿងឈ្ងុយដល់ពេលត្រូវដាក់ឆ្អឹងជំនីគោដែលយើងបានស្រស់ក្តៅហ្នឹងហើយបងប្អូនចាឥឡូវនេះគឺនឹងខ្ញុំចាប់ផ្ដើមរំលីងគ្រឿងជាមួយឆ្អឹងជំនីបានចូលគ្នាហើយនឹងខ្ញុំបន្ថែមជាមួយនឹងម្ជូរសូដាហ្នឹងចាមួយក្តាប់ដៃដែរហើយបន្ថែមជាមួយទឹកសបន្តិចធ្វើការគ្របរងាស់ឆ្អឹងជំនីយើងនឹងបន្តិចសិនបងប្អូនចាបន្ទាប់ពីរងាស់ហើយសម្លនេះខ្ញុំបានពុះគ្រប់ហើយចាឥឡូវនេះគឺនឹងខ្ញុំចាប់ផ្ដើមឆាត្រឡប់ឆ្អឹងជំនីយើងនឹងចាតែនិយាយរឿងឆាត្រឡប់ដល់ពេលដាក់ទឹកចូលតែម្ដងបងប្អូនទឹកនេះនឹងខ្ញុំប្រើ2លីត្រចាបន្ទាប់មកចាប់ផ្ដើមគ្របរងាស់សម្លយើងម្ដងទៀតហើយណាបងប្អូនសម្រាប់ឆ្អឹងជំនីគោនេះនឹងខ្ញុំជ្រើសយកឆ្អឹងជំនីដែលខ្ចីបងប្អូនចាហើយយើងពេលដែលយើងចម្អិនគឺយើងដាក់ម្ជូរចូលដើម្បីឲ្យសាច់របស់យើងឆាប់ផុយបានល្អឆាប់ឆ្អិនអញ្ចឹងណាបងប្អូនតែនិយាយរឿងឆាប់ផុយឥឡូវដល់ពេលមកធ្វើបន្លែបងប្អូនចាអញ្ចឹងហើយតកូនឆ្លក់ទឹកស្រួយខ្ញោបចានេះខ្ញុំទិញម្ដង1000ពីរដុំនេះ2000ចាហើយយកមកកាប់ដងទូអញ្ចឹងណាចាបន្ទាប់ពីដងទូហើយនឹងខ្ញុំកាត់ជាកំណាត់ខ្លីប្រវែងមកថ្នាំងដៃបងប្អូនហើយនិយាយរឿងកាត់និយាយចង់និយាយឡើងដល់វគ្គកាត់តកួនរួចរាល់ល្មមបន្ទាប់ពីកាត់តកួនបានរួចរាល់ហើយនឹងខ្ញុំយកតកួនយើងលាងចាសម្រាប់តកួននេះលាង2ទៅ3ទឹកទៅបងប្អូនហើយច្បាច់លាងតិចផងដើម្បីឲ្យតកួនយើងបានបែកល្អអញ្ចឹងណាហើយនិយាយរឿងតកួនបងប្អូនអាចដាក់តកួនបឹងឬតកួនដាក់នៅផ្ទះក៏បានដែរតកួនចិនអីអញ្ចឹងណាបងប្អូនចាបន្ទាប់ពីលាងតកួនបានហើយបែរមកមើលស្លឹកកន្ទ្រកយើងម្ដងចាស្លឹកកន្ទ្រកនេះអាំងឲ្យបានឈ្ងុយបងប្អូនយកមកបូតវាទុកមួយឡែកសិនបន្ទាប់មកបែរមកមើលសម្លរបស់យើងម្ដងចាអាយ៉ានេះខ្ញុំកូរមើលសម្លគឺល្មមផុយឯងបងប្អូនចាល្មមផុយហ្នឹងគឺល្មមយើងរៀបចំនឹងបង់បន្លែចូលហើយបន្លែដែលនេះខ្ញុំបានលាងទឹកហ្នឹងគឺបង់ចូលទាំងអស់តែម្ដងបងប្អូនចាបន្ទាប់ពីដាក់បន្លែតកួនចូលហើយនឹងខ្ញុំដាក់ស្លឹកកន្ទ្រូបដែលយើងបានបូតមិញហ្នឹងបងប្អូនចាដាក់ចូលតែម្ដងពេលដែលបង់ស្លឹកកន្ទ្រូបទៅបងប្អូនក្លិនឈ្ងុយចាសម្លម្ជូរគ្រឿងនេះគឺត្រូវជាមួយនឹងស្លឹកកន្ទ្រូបហើយដាក់ម្ទេស2-3ផ្លែទៅហិលឈ្ងុយចាមានរសជាតិឆ្ងាញ់ចាសម្រាប់បងប្អូនទស្សនាហើយបងប្អូនចង់ធ្វើញ៉ាំដូចនេះខ្ញុំដែរទេចាឥឡូវនេះសម្លនេះខ្ញុំបានឆ្អិនហើយបងប្អូននឹងខ្ញុំធ្វើការដួសដាក់ចានចាហុយក្តៅបងប្អូនសម្លមួយមុខនេះចាគឺធានាថាឆ្ងាញ់សម្រាប់បងប្អូនទស្សនាហើយចាកុំភ្លេចចាសម្រាប់បងប្អូនចូលចិត្តរសជាតិជូរហឹរប្រៃផ្អែមបែបណាចាអាចដាក់តាមចំណង់ចំណូលចិត្តទៅបងប្អូនរសជាតិវិញចាជូរហឹរប្រៃផ្អែមឆ្ងាញ់ល្មមចាសម្រាប់ម្ហូបមួយមុខនេះណាហើយបងប្អូនចូលចិត្តរសជាតិចាជូរហឹរប្រៃផ្អែមបែបណាអាចដាក់តាមចំណង់ចំណូលចិត្តទៅចាឆ្ងាញ់ណាស់កុំភ្លេចធ្វើញ៉ាំទាំងអស់គ្នាចាឥ
នាងខ្ញុំក៏សូមអរគុណច្រើនបងប្អូនសម្រាប់ការចូលតាមដានទស្សនាវីដេអូរបស់នាងខ្ញុំចាតាំងពីដើមរហូតដល់ចប់ចានាងខ្ញុំក៏សូមជូនពរបងប្អូនសូមឲ្យមានសុខភាពល្អចាកុំភ្លេចជួយ like ជួយ share ជួយចុចសញ្ញាកណ្ដឹងឬសញ្ញា subscribe ជូននាងខ្ញុំផងដើម្បីទទួលបាននូវវីដេអូថ្មីៗពីនាងខ្ញុំរាល់ថ្ងៃចាអរគុណច្រើនបងប្អូនជម្រាបលាបាយបាយ